អបអរសាទរពិធីបើកជាផ្លូវការបបរកញ្ញាភពផែនដីអន្តរជាតិលើកទី5ឆ្នាំ2025ដែលមកពីជាង32ប្រទេសជុំវិញពិភពលោកដែលធ្វើឡើងនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី2ស្ពានអាកាសចំចៅដែលមានអ្នកចូលរួមប្រមាណជាង 1000 នាក់នាថ្ងៃសៅរ៍ទី7ខែមិនិនាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិសហការជាមួយ Miss Planet International បានរៀបចំពិធីបើកជាផ្លូវការបបរកញ្ញាភពផែនដីអន្តរជាតិលើកទី5ឆ្នាំ2025ដែលមកពីជាង32ប្រទេសជុំវិញពិភពលោកក្រោមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិលោកជំទាវឆៃសៀវលីនប្រធានសមាគមទេសចរកម្ពុជាក៏ដូចជាលោកស្រី Hali Amin ស្ថាបនិកនិងជាប្រធាន Miss Planet International ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីស្ថាបនិកនៃស្ថាប័ននិងក្រុមហ៊ុនឯកជនដែលជាដៃគូសហការសិស្សនិស្សិតអ្នកគាំទ្រប្រមាណជាង 1000 នាក់លោកជំទាវឆៃសៀវលីនប្រធានសមាគមទេសចរកម្ពុជានិងកញ្ញា Sydney Sarim Marat តំណាងបេក្ខភាពបបរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ2025បានអញ្ជើញថ្លែងសន្ទរកថានិងធ្វើរបាយការណ៍សង្ខេបស្ដីពីស្ថាប័នបបរកញ្ញាភពផែនដីនិងវឌ្ឍនភាពនៃវិស័យបបរកញ្ញានៅកម្ពុជាគោលដៅអភិវឌ្ឍទៅមុខទៀតនៃវិស័យនេះក្នុងឱកាសដ៏វិសេសនោះឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានអញ្ជើញមានសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូបេក្ខនារីបវរកញ្ញាភពផែនដីនិងភ្ញៀវអន្តរជាតិមកកាន់ប្រទេសកម្ពុជានៅក្នុងសន្ទរកថាលោកបានលើកឡើងពីសារៈសំខាន់នៃការអប់រំការផ្លាស់ប្ដូរវប្បធម៌និងកិច្ចសហប្រតិបត្តិការជាសកលដោយលោកបានសង្កត់ធ្ងន់ថាព្រឹត្តិការណ៍អន្តរជាតិដូចជា Miss Planet ជួយលើកកម្ពស់មុខមាត់ទេសចរនិងការអភិវឌ្ឍយុវជនរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិកម្មវិធីនេះមានការបង្ហាញ Catwalk Show របស់បេក្ខនារីនិងការណែនាំសមាជិករបស់បេក្ខនារីបវរកញ្ញាភពផែនដីអន្តរជាតិដែលមកពីជាង32ប្រទេសផងដែរឯកឧត្តមលីណាវុធសាកលវិទ្យាធិការលោកជំទាវឆៃសៀវលីនលោកស្រី Hali Amin ព្រមទាំងស្ថាប័ននិងក្រុមហ៊ុនឯកជនដែលជាដៃគូសហការបានអញ្ជើញកាត់ខ្សែបូជាការអបអរសាទរពិធីបើកជាផ្លូវការបបរកញ្ញាភពផែនដីអន្តរជាតិលើកទី5ឆ្នាំ2025ដែលមកពីជាង32ប្រទេសជុំវិញពិភពលោកមុននឹងបញ្ចប់សាកលវិទ្យាល័យរៀបចំកម្មវិធីថតរូបអនុស្សាវរីយ៍ជាមួយគណៈអធិបតីបវរកញ្ញាភពផែនដីគ្រប់រូបថ្នាក់ដឹកនាំសិស្សនិស្សិតនិងអ្នកគាំទ្រដែលបានអញ្ជើញមកចូលរួមនាពេលនោះក្រោមបរិយាកាសយ៉ាងរីករាយថែមទាំងមានការអញ្ជើញទស្សនាអគារស្នាក់នៅនិស្សិតបន្ទប់ហាត់ប្រាណបណ្ណាល័យបន្ទប់ lab នៃមហាវិទ្យាល័យព័ត៌មានវិទ្យាស្ថាបត្យកម្មបន្ទប់ Workwern Hawk Flight Simulator ATC E-Strip អាកាសចរស៊ីវិលព្រមទាំងបន្ទប់ថ្នាក់រៀនមហាវិទ្យាល័យទាំង12នៃសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី2និងទស្សនាសាលា Belty អន្តរជាតិសាខាទី20ស្ពានអាកាសចំចៅដោយនាងខ្ញុំសំអឿនស្រីពីផ្សាយចេញពី Belty RU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.